ការពីខែមុនលោកស្រីយឹមរំអាយុ57ឆ្នាំទើបតែលក់ដីរបស់លោកស្រីដើម្បីដកបំណុលដែលលោកស្រីជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលោកស្រីរំដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសងសាងឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន$4,000អាមេរិកកាលពីខែឧសភាឆ្នាំមុនក្នុងគោលបំណងទិញគោយន្តដើម្បីជំរុញជីវភាពគ្រួសារយកទៅថាយកទិញក្លេថងប្រើប្រាស់ជីវភាពក្នុងគ្រួសារដល់ពេលនេះទៅខ្ញុំអត់បានទិញខ្ញុំយកប្រើផ្សេងទៀតកូនឈឺផងអុយផងមើលកូនទៅទិញក៏ទិញអុយហូបផងទៅអត់បានទិញសម្រាប់ទឹកប្រាក់ចំនួន$4,000នេះលោកស្រីត្រូវបង់សងវិញក្នុងរយៈពេល36ខែប៉ុន្តែដោយសារបញ្ហាជីវភាពលោកស្រីមានលទ្ធភាពបង់បានត្រឹមជាង1ឆ្នាំប៉ុណ្ណោះហើយក៏សម្រេចលក់ដីផ្ទះរបស់លោកស្រីដែលមានទំហំប្រហែល1000ម៉ែត្រការ៉េដោយលក់បានជាង$4,000មកទីញយទៅខ្ញុំភ័យដែរខ្ញុំលក់ដីសាមគេតាមញយពេកសាមុននឹងទៅសាខូចទៅមានបានធ្វើជាប់ណាវាអត់បានធ្វើជាប់ទៅក៏ប្រាក់ខែបានតិចអត់បានបង់ឲ្យគេមកហើយគេទៅតាមសួរដល់ណាទៅថាខ្ញុំកិច្ចវេះទៅណាទៅរលុយទៅស៊ីឈ្នួលគេរលុយតែអ៊ំឯងតាមបានឲ្យខ្ញុំទៀតខ្ញុំហៅទៅជាមួយខ្ញុំហើយទៅស្រុកទៅដោះស្រាយខ្ញុំថាទៅណាក៏ទៅដែរប៉ុន្តែខ្ញុំនៅតែបង់ប៉ុន្តែខ្ញុំបង់មិនទាន់ខែខានបង់ទៅ2ខែតាដំបូង1ខែខ្ញុំអត់បានបង់ខ្ញុំទៅរកចាំការគេបង់ឲ្យបាន1ខែដល់ក្រោយទៀតខ្ញុំខ្វះគេ1ខែតទៅលក់ដីមុនមកខ្ញុំបង់ទាន់ខែខ្ញុំបង់មុនគេរហូតឲ្យទៅលោកគ្រូមកទៅដល់មុនគេដល់មុនគេដល់មកចុងក្រោយដែលខ្ញុំមកឡើងទៅឈឺផងអុយផងរកខ្វះជីវភាពច្រើនពេកខ្ញុំអត់បានបង់គេទាន់ខែកូននៅឡើងទៅឈឺផងលោកស្រីរំមានប្រសាសន៍ថាលោកស្រីមិនដឹងថាការប្រាក់និងប្រាក់សរុបដែលលោកស្រីត្រូវបង់មានចំនួនប៉ុន្មានបើប្រៀបធៀបនឹងលុយខ្ចីនោះទេក្នុង4,000ហ្នឹងមកយើងបង់ដាច់3កណាត់3ឆ្នាំហ្នឹងដឹង3ឆ្នាំប៉ុន្តែមិនដឹងថាបុកសរុបទៅប្រហែលលុយក្នុង3ឆ្នាំខ្ញុំអត់ចេះបុកសរុបបាទក្នុងខែដំបូងបំផុតលោកស្រីត្រូវបង់ចំនួន$207ហើយប្រាក់បង់នោះនឹងចុះរហូតដល់ខែទី36លោកស្រីត្រូវបង់ចំនួន$115បច្ចុប្បន្ននេះលោកស្រីរំរកស៊ីដាំដំឡូងនិងដាំដំណាំផ្សេងឲ្យគេដោយរកចំណូលបានប្រហែល$20,000រៀលក្នុងមួយថ្ងៃលោកស្រីក៏ពឹងផ្អែកចំណូលមួយចំនួនពីប្តីរបស់លោកស្រីនិងកូនរបស់លោកស្រីដែលរកស៊ីឈ្នួលឲ្យគេផងដែរឃើញប្តីខ្ញុំទៅបោះអាចអាណាហ្នឹងឃើញលោកអាឈើហ្នឹងគេមិនជាប់លាប់ណាក្នុងមានទៅមករកស៊ីផ្សេងទៀតលោកបានត្រឹម1ខែ2ខែអាចដោះបានគេលោកទៅមុខទៀតមិនបានមានតែកូនជាជាប់ស៊ូវិញបានបង់តិចលោកស្រីរំបានឲ្យដឹងទៀតថាកូនប្រុសរបស់លោកស្រីក៏បានយកប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចគ្នាប៉ុន្តែមិនមានលទ្ធភាពបង់ហើយរត់ចោលផ្ទះផងដែររត់អស់ហើយពាក់គេគំរាមរត់ចាប់រួយគ្នាអត់ហ៊ាននៅរត់ទៅឆ្ងាយនេះរដោះដែរប៉ុន្តែដោះមិនទាន់មិនថាមិនបង់ឲ្យគេនៅតែបង់ហើយប៉ុន្តែគេរកមិនទាន់ប៉ុន្តែគេចេះទៅមកញយទៅគ្នាមិនហ៊ាននៅទៅយកលុយទិញទៅមករត់ដឹកក្រាក់ដឹកអស់លោកតារមតាន់លុយគេចាប់ពេកបង់គេមិនតាន់ក៏លក់លក់ម៉ូតូបង់ឲ្យគេក៏វាទៅរកស៊ីទៀតបាត់ទៅដល់ពេលដីអស់ទៅសង្ឃឹមអុយដីមកនៅដីកូនបង់ឲ្យកូនទៀតមានលុយណារកទៀតបានមកបង់ទ្រាំគ្រប់ឆ្នាំអារម្មណ៍ខ្លាំងមែនតើឃើញលោករកទៅមុខទៀតបានលោកអស់ដីអស់គ្នាទៅក្នុងទៅណៃណា អាជ្ញាធរភូមិបានឲ្យដឹងថា
ក្នុងចំណោមប្រជាជនសរុប170គ្រួសារនៅក្នុងភូមិសងសាងប្រជាពលរដ្ឋប្រមាណ 90% ហើយដែលយកលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារប្រជាពលរដ្ឋត្រូវការអាជ្ញាធរបញ្ជាក់ប្លង់ផ្ទះនិងដីរបស់ពួកគេមុននឹងអាចខ្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុប្រជាពលរដ្ឋនៅក្នុងភូមិនេះភាគច្រើនប្រកបរបររកព្រៃឈើនិងធ្វើការស៊ីឈ្នួលដាំដំឡូងនិងធ្វើការនៅចំការកៅស៊ូជាដើមសម្រាប់លោកស្រីយឹមរំបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ជីវភាពរបស់លោកស្រីជាពិសេសកូនរបស់លោកស្រីទាំង7នាក់និងអនាគតចៅរបស់លោកស្រីផងដែរអារម្មណ៍ព្រួយអារម្មណ៍ពីកូនចាយមិនដឹងទៅរកអីបានព្រួយអារម្មណ៍បែរណាខ្លួនឯងបែរណាកូនបែរណាចាយគិតឃើញនៅតូចមិនទៅរកស៊ីអីបានរាយការណ៍ពីភូមិសងសាងស្រុកសន្ទុកខេត្តកំពង់ធំខ្ញុំសុននរិន VOA